ពេលដែលកូនខឹងណាប៉ាអ្នកម៉ាក់ដោះស្រាយមួយកូនមិនចឹងថ្ងៃនេះខ្ញុំចង់និយាយពី5ទិសដើម្បីដូចថាជួយជាគំនិតខ្លះៗហ្នឹងទី1បើគេខឹងមានន័យថាភ្លើងនឹងកំពុងឆេះអញ្ចឹងយើងអាចខឹងបានមានន័យយើងអាចយកសាំងទៅចាក់បានយកតឹកមានន័យយើងត្រូវព្យាយាមធ្វើម៉េចឲ្យខ្លួនឯងនឹងស្ងៀមស្ងាត់កំហឹងគាត់នៅប៉ុណ្ណឹងអត់ឡើងទេដូចស្អីព្រោះយើងទៅជាក់ជាងគាត់ទី2សំខាន់មែនទែនគឺជាទទួលស្គាល់អារម្មណ៍របស់គាត់មានន័យថាបើគាត់ខឹងថាអូកូនឬក៏ប្អូនកំពុងតែខឹងមែនអត់អញ្ចឹងគាត់ទទួលស្គាល់អារម្មណ៍ណាអារម្មណ៍គាត់ហ្នឹងធ្លាក់ចុះមកគេច្រើនអត់សូវមិនសូវទទួលស្គាល់អារម្មណ៍ហើយគិតជាលក្ខណៈតក្កៈ logic ព្រោះខឹងឯរឿងប៉ុណ្ណឹងប៉ុន្តែអារម្មណ៍វាអត់មានហេតុផលទេអញ្ចឹងគាត់ទទួលស្គាល់ទៅជួយគេមកកម្រិតហើយទី3សំខាន់មែនតើហើយលោកអ្នកមិនបាច់ធ្វើអីទាំងអស់គឺជាទុកពេលវេលាឲ្យគេតែមិនមែនឌឺដងណាមិនគំរាមគេណាទុកពេលវេលាមានតែអូខ្លួនឯងកំពុងតែខឹងអញ្ចឹងប៉ាឬម៉ាក់ឬលោកគ្រូអ្នកគ្រូដឹងហើយថាកូនត្រូវការពេលអញ្ចឹងកូននៅនឹងប៉ាម៉ាក់ឬក៏លោកគ្រូអ្នកគ្រូធ្វើអីផ្សេងសិនណាចាំពេលដែលកូនចង់ធ្វើអីផ្សេងចាំហៅប៉ាម៉ាក់ហៅលោកគ្រូអ្នកគ្រូមកព្រោះនៅខឹងត្រូវការពេលវេលាខ្លះដើម្បីអីឲ្យចិត្តនឹងស្ងប់បានទៅធ្វើអីផ្សេងបាទហើយទី4គឺជាពាក្យដូចថាកុំឌឺដងកុំស្ដីឲ្យបើពាក្យទន់ភ្លន់ណាភាពរាបសារដើម្បីធ្វើអារម្មណ៍គាត់នឹងដូចថាស្ងប់ធ្វើអារម្មណ៍គាត់នឹងត្រឡប់មកល្អឡើងវិញហើយទី5ក៏ជាកលឹះសំខាន់ដែរគឺជាបើចង់បរៀនគេបើចង់ឲ្យប្រាប់គេថាម៉េចពេលខឹងប្រាប់អត់បានទេព្រោះពេលកូនក្មេងខឹងគេប្រើខួរក្បាលមកខាងគឺជាខួរក្បាលខាងអារម្មណ៍អញ្ចឹងសូម្បីតែយើងនិយាយពាក្យបរៀនពាក្យទូលមានរកខុសត្រូវឯណាក៏អត់បានដែរព្រោះអាពាក្យអស់ហ្នឹងគឺជាត្រូវការប្រើខួរក្បាលខាងតក្កៈខួរក្បាលខាងគិតអញ្ចឹងបើខួរក្បាលខាងអារម្មណ៍ធ្វើការខួរក្បាលខាងគិតហ្នឹងអត់ធ្វើការអញ្ចឹងទុកឲ្យគេស្ងប់សិនចាំយើងនិយាយបង្រៀនឬក៏ប្រាប់ឬក៏រកខុសត្រូវហើយនេះគឺជាកលឹះ5យ៉ាងដែលខ្ញុំគិតថាសំខាន់មែនទែនចំពោះឪពុកម្ដាយលោកគ្រូអ្នកគ្រូនិងមនុស្សចាស់ដើម្បីដោះស្រាយជាមួយនឹងអារម្មណ៍ខឹងសម្បាររបស់ក្មេងៗ